ម៉ាក់ទាំងអស់គ្នាប្រកាសចិត្តអត់ថាទៅដល់កូនដែលម៉ាក់ទាំងអស់គ្នាចង់ឲ្យកូនញ៉ាំរញ៉ៃហ្នឹងគឺមានសុខភាពគ្រប់គ្រាន់អញ្ចឹងបើសិនជាម៉ាក់អត់តាមប្រកាសចិត្តទេញ៉ៃហ្នឹងខ្ញុំនឹងបង្រៀនពីវិធីឆុងទៅដល់កូនឲ្យបានត្រឹមត្រូវទៅកាន់ម៉ាក់គ្រប់រូបជាដំបូងម៉ាក់ត្រូវប្រកាសចិត្តថាដល់ទៅដល់កូនដែលយកមកឆុងហ្នឹងគឺត្រូវបានសម្អាតនិងសម្លាប់មេរោគបានត្រឹមត្រូវហើយខ្ញុំជឿថាការសម្លាប់មេរោគហ្នឹងមានពីរវិធីដែលម៉ាក់ប្រកាសចិត្តដឹងហើយគឺការយកទៅត្រាំឬក៏ស្វាត់ជាមួយនឹងទឹកក្តៅដែលឆ្អឹងពុះហើយឬក៏យកទៅដាក់នៅក្នុងម៉ាស៊ីនចំហុយសម្រាប់សម្លាប់មេរោគបន្ទាប់មកសម្រាប់វិធីទី2ហ្នឹងគឺត្រូវប្រកាសចិត្តថាម៉ាក់ទាំងអស់គ្នាត្រូវលាងសម្អាតដៃឲ្យបានស្អាតមុននឹងទៅចាប់កាន់ដល់ទៅដល់កូនឬក៏ទៅដល់កូនរបស់កូនម៉ាក់គ្រប់រូបហើយវិធីទី3គឺជូតតោះឬក៏កន្លែងដែលម៉ាក់ត្រូវការឆុងឬក៏ដាក់ទៅដល់កូនហ្នឹងឲ្យបានស្អាតត្រឹមត្រូវដើម្បីជៀសវាងការចម្លងមេរោគផ្សេងៗទៅកាន់ដល់ទៅដល់កូនឬក៏កំប៉ុងទៅដល់កូនរបស់កូនម៉ាក់ចំណុចទី4អីដែលសំខាន់បំផុតគឺម៉ាក់ត្រូវតែពិនិត្យមើលការបរិច្ឆេទនៅក្នុងបាកំប៉ុងនេះដើម្បីជៀសវាងនៅការហួតដលេហើយទៅដល់កូនដែលបើកហើយគឺមានសុពលភាពត្រឹមតែមួយខែចំណុចទី5សម្រាប់ទឹកដែលជ្រើសរើសយកមកឆុងទៅដល់កូនឲ្យកូនទួចញ៉ាំហ្នឹងអ្នកនរគ្នាអាចជ្រើសរើសជាមួយនឹងទឹកសុទ្ធក៏បានក៏ប៉ុន្តែអីដែលល្អបំផុតអ្នកនរគ្នាគួរតែជ្រើសរើសជាមួយនឹងទឹកក្តៅដែលដាំពោះដែលមានសីតុណ្ហភាពអ៊ុនល្មមដើម្បីយកមកឆុងហើយសម្រាប់ការវាស់ទឹកចូលទៅក្នុងដល់ទៅដល់កូនអ្នកនរគ្នាអាចមើលទៅលើខាងក្រោយក្នុងនៃកំប៉ុងទៅដល់កូនសម្រាប់ទៅដល់កូនរយៈអូសនេះគឺការវាស់ទឹកគឺត្រឹម250មីលីលីត្រអញ្ចឹងអ្នកនរគ្នាអាចចាក់ទឹកអ៊ុននេះចូលទៅក្នុងកំប៉ុងទៅដល់កូនត្រឹមចំណោយដែលគេបានក្រិតនេះ250មីលីលីត្រណាអញ្ចឹងម៉ាក់អាចមើលបានណាសម្រាប់ក្រិតគំនូសទឹកដែលត្រូវដាក់ហ្នឹងគឺត្រឹម250មីលីលីត្រហ្នឹងហ្មងកុំឲ្យខ្វះឬក៏លើសពេកសម្រាប់ការវាស់ទឹកនេះក៏អាស្រ័យទៅតាមប្រភេទម្សៅទឹកដោះគោដែលម៉ាក់បានជ្រើសរើសដែរសម្រាប់ចម្លាក់ទី6នៅពេលដែលវាស់ម្សៅទឹកដោះគោម៉ាក់គួរវាស់ទឹកដោះគោដែលតិចពេកឬក៏លើសពេកគេហើយសម្រាប់ការវាស់ម្សៅទឹកដោះគោបានត្រឹមត្រូវម៉ាក់គួរតែដួសម្សៅទឹកដោះគោបន្ទាប់មកយកទៅគៀជាមួយនឹងកែមមាត់កំប៉ុងទឹកដោះគោឲ្យស្មើនឹងសាប់ព្រាទឹកដោះគោនេះហើយបន្ទាប់មកដាក់ចូលទៅក្នុងដល់ទឹកដោះគោថ្នមចំណុចទី7សម្រាប់ការរំលាយទឹកដោះគោម៉ាក់អត់គួរកន្លងចាស់ឬក៏ធ្វើអញ្ចេះហេម៉ាក់គួរតែធ្វើអញ្ចេះអ្នកនរគ្នាអាចលុញទឹកដោះគោហ្នឹងជារង្វង់ចាស់ឬក៏មូលជារង្វង់ចាស់ដើម្បីឲ្យចរន្តទឹកដោះគោហ្នឹងគោបានល្អចំណុចទី8នៅពេលដែលម៉ាក់បានលុញទឹកដោះគោហ្នឹងសពគ្រប់ហើយម៉ាក់គួរតែយកទឹកដោះគោហ្នឹងវាស់សីតុណ្ហភាពនៅលើខ្នងដីដើម្បីប្រកាសចិត្តថាចាទឹកដោះគោហ្នឹងគឺមានសីតុណ្ហភាពល្មមដើម្បីឲ្យកូនម៉ាក់អាចបើបានចំណុចទី9គឺវិធីរក្សាទុកទឹកដោះគោដែលឆុងហើយក្នុងករណីដែលថាម៉ាក់បានឆុងទឹកដោះគោកូនហើយតែគាត់អត់បានបើម៉ាក់អាចធ្វើការទុកទឹកដោះគោហ្នឹងបានពីរប្រភេទទី1គឺម៉ាក់អាចធ្វើការទុកនៅកន្លែងដែលស្ងួតហើយមានសីតុណ្ហភាពធម្មតាបានក្នុងរយៈពេល2ម៉ោងហើយចំណុចទី2វិញម៉ាក់អាចធ្វើការទុកនៅក្នុងទូទឹកកកតែមិនមែនជាទូកអីណាអ្នកនរគ្នាអញ្ចឹងគាត់អាចទុកនៅក្នុងហ្នឹងបានរហូតដល់24ម៉ោងហើយករណីមួយទៀតបើសិនបើទឹកដោះគោនោះកូនរបស់ម៉ាក់បានបើហើយខ្ញុំគួរតែ recommend ឲ្យម៉ាក់គួរតែចាក់ចោលទឹកដោះគោដែលនៅសល់ហ្នឹងហើយឆុងថ្មីនៅពេលដែលកូនត្រូវការញ៉ាំបន្ទាប់ទៀតអញ្ចឹងក្រោយបើសិនជាម៉ាក់ចង់ដឹងពីវិធីរក្សាទុកទឹកដោះម្ដាយវិញម្ដងម៉ាក់អាច comment នៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងចេញវីដេអូទៅតាមសំណពររបស់ម៉ាក់ទាំងអស់គ្នា